កន្លែងដើរលេងកំសាន្តលាក់ខ្លួននៅក្រោមទំនប់ចដើរកាច់ហ្នឹងណាបងប្អូនណាខ្លះដែលមិនទាន់ស្គាល់កន្លែងគាត់នេះណាខ្ញុំមិនទៅស្គាល់ទេអើយនិយាយទៅកន្លែងនេះលាក់ខ្លួនខ្លាំងមែនតើណាអូយនេះនៅក្រោមទំនប់ចដើរកាច់ហ្នឹងតែម្ដងបងប្អូនគេមានកន្លែងកាហ្វេមានអីកន្លែងញ៉ាំអាហារញ៉ាំអីអញ្ចឹងណារៀបចំមករបៀបអីបោះតង់បែប camping បែបអីអញ្ចឹងទៅនិយាយទៅនៅនេះស្អាតខ្លាំងមែនតើបងប្អូនទេសភាពបែបអីព្រៃភ្នំបែបអីអញ្ចឹងណានេះបងប្អូនយើងអាចមកអង្គុយញ៉ាំកាហ្វេឬក៏ញ៉ាំអាហារអីបាននិយាយទៅកន្លែងគាត់នេះគាត់មានរៀបចំអីកន្លែងអីបោះតង់ទៀតបើសិនជាបងប្អូនយើងចង់ទៅបោះតង់អីហ្នឹងអាចតាក់ទងទៅគាត់អីបានដែរអញ្ចឹងណាគាត់មានអីទទួលបោះតង់អីដែរនិយាយទៅកន្លែងគាត់នេះឲ្យស្រស់ស្អាតខ្លាំងមែនតើបងប្អូននេះមានតាំងពីកន្លែងញ៉ាំកាហ្វេមានអីកន្លែងប្លង់ថតរូបមានអីអញ្ចឹងទៅបងប្អូនយើងអីចង់លំហែអារម្មណ៍ជាមួយនឹងទស្សនវិជ្ជាបែបធម្មជាតិមានព្រៃភ្នំបែបនេះអាចទៅកន្លែងគាត់បាននិយាយទៅរបស់គាត់នេះហើយមានដើមដូងមានអីអញ្ចឹងណាបងប្អូនទៅឲ្យចង់ញ៉ាំដូងហ្នឹងអាចបេះដូងផ្ទាល់តែម្ដងអូយនិយាយទៅនៅនេះស្រស់ស្អាតខ្លាំងមែនតើបងប្អូននេះហើយសំខាន់ហ្នឹងកន្លែងគាត់នេះមានរបស់ញ៉ាំអីហ្នឹងច្រើនអញ្ចឹងណាបងប្អូនយើងអាចទៅអង្គុយញ៉ាំអីជួបជុំគ្នាអីបានហើយកុំភ្លេចបន្ថែមជាមួយនឹង Gansber ទៀតណាគឺថាអូយត្រូវគ្នាខ្លាំងមែនតើជាមួយនឹងទស្សនវិជ្ជាហើយទេសភាពបែបនេះណាអបអរសាទរ Gansber រសជាតិលំដាប់ពិភពលោកឈ្នះមេដាយមាសកម្រិតពិភពលោកឆ្នាំ2026ពី Mon Selection Gansber ឆ្ងាញ់លើពីស្រាបៀរធម្មតាហើយចំពោះកន្លែងគាត់នឹងដែរមានឈ្មោះថារដូវផ្ការីកណាអាចធ្វើដំណើរទៅតាមរយៈឡានក៏បានម៉ូតូក៏បានដែរដោយសារកន្លែងគាត់ហ្នឹងផ្លូវធ្វើដំណើរទៅហ្នឹងស្រួលខ្លាំងមែនតើដោយសារគេចាក់ក្រាកស៊ូហើយអញ្ចឹងណាហើយចំពោះផ្លូវធ្វើដំណើរហ្នឹងក៏មានទេសភាពស្អាតដែរមានភ្នំជួរភ្នំតម្រៀបគ្នាអញ្ចឹងណាទីតាំងកន្លែងគាត់ហ្នឹងបងប្អូនយើងអាចស្រួលរកទេដោយសារនៅជាប់ក្នុងទំនប់ហ្នឹងតែម្ដងនេះនៅខាងស្ដាំដៃណាបងប្អូនយើងមកដល់ក្នុងទំនប់ហ្នឹងមើលតែខាងស្ដាំដៃទៅឃើញកន្លែងគាត់ហ្នឹងឯងអាចចូលទៅក្នុងទៅមានកន្លែងអង្គុយញ៉ាំកាហ្វេញ៉ាំអាហារអីចឹងបានណាហើយវីដេអូនៅថ្ងៃនេះក៏មានប៉ុណ្ណឹងដែរក៏សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ